នាព្រឹកថ្ងៃប្រហោះ4កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី18ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមជាមួយនឹងឯកឧត្តមជាថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាបបានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានឈ្មោះព្រះអង្គធំសង្កែលៈដែលមានប្រវែង 14.43 គីឡូម៉ែត្រទទឹង3ម៉ែត្រតភ្ជាប់ពីភូមិចំនួន5គឺភូមិព្រះអង្គធំភូមិប៉ប៉ែលភូមិខ្លាឃ្មុំឃុំសង្កែលៈនិងភូមិតាពេញក្នុងឃុំខ្នងភ្នំស្រុកស្វាយលើដោយបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន969គ្រួសារស្មើនឹង4117នាក់និងផ្ដល់ផលប្រយោជន៍ដល់ប្រយោលមានប្រជាពលរដ្ឋចំនួន1237គ្រួសារស្មើនឹង5370នាក់ខ្សែផ្លូវនេះត្រូវបានរំពឹងថានឹងបម្រើដល់ភ្ញៀវទេសចរគ្រប់ប្រភេទជាពិសេសអ្នកថ្មើរជើងអ្នកជិះកង់ឬម៉ូតូកម្សាន្តទៅកាន់ទីតាំងនានានៅតំបន់ទេសចរវប្បធម៌និងធម្មជាតិភ្នំគូលែនខ្សែផ្លូវនេះក៏ត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងខែកញ្ញាឆ្នាំ2025បច្ចុប្បន្នសម្រាប់វឌ្ឍនភាពបានប្រមាណជា 51% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែធ្នូឆ្នាំ2026អនុវត្តដោយក្រសួងអភិវឌ្ឍជនបទនៅក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរធម្មជាតិកម្ពុជាដែលហៅកាត់ថា C-SLAP ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក WB ក្នុងឱកាសនៃការចុះទៅពិនិត្យការដ្ឋាននោះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញដល់ទីប្រឹក្សាបច្ចេកទេសនិងអ្នកទទួលការសាងសង់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគួរជម្រាបជូនផងដែរថាគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរធម្មជាតិកម្ពុជាត្រូវបានអនុវត្តដោយក្រសួងចំនួន2គឺមានក្រសួងបរិស្ថាននិងក្រសួងអភិវឌ្ឍជនបទដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនៅការគ្រប់គ្រងតំបន់ការពារធម្មជាតិជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរធម្មជាតិនិងការគ្រប់គ្រងបរិស្ថាន។